សម្រុំសម្លាប់ពី3កន្លែងបាទលោកគ្រូឥឡូវយើងនិយាយពីរឿងស្លាយសិនអូខេចំពោះស្លាយអក្សរធំបាទល្អប៉ុន្តែលោកគ្រូមានអារម្មណ៍ថា slide edit អត់ទាន់បាន perfect ល្អទេទី1នៅក្នុងការរៀបចំ slide បានល្អអានេះលោកគ្រូក៏និយាយបើសិនជាយើង professional ជាងនេះគឺត្រូវមានអានេះអត់និយាយយល់ទេពួកស៊ុំឬក៏អាចចែកបន្លោះនេះជាជាងដែលយើង copy ផាសនឹងមានន័យថាយើងទឹកដៃនឹងមានកម្រិតជា style style របស់ slide ដែលរៀបចំ edit បានល្អគឺអត់មែន copy ផាសទេគឺត្រូវមានស៊ុំកាត់រៀងបន្តិចដូចក្រុមរបស់នេះមុនណាក្រុមរបស់ pyramid គេអាចរៀបចេញមិនប៉ុន្តែយើងអាចមើលបានប៉ុន្តែថាវាបើសិនជានិយាយពីភាព high so high ខ្លះយើងនៅ style សម័យបុរាណគេឡើងទៅនៅគាត់មានតែប៉ុណ្្នឹងទេតែយើងអាចមើលបានអក្សរធំស្រួលអីខ្លឹមសារបានជួយមកនៅក្នុងនឹងបានហើយយើងក៏បានដាក់រូបភាពអមនៅក្នុងនឹងដែររូបភាពយើងអាចទទួលយកបានមានន័យថាវាអាចជា40 60ឬក៏អីចឹងដាក់រូបភាពគឺយើងដាក់ប្រយោជន៍ជាចឹងបាទចំពោះសភៅដែលឲ្យលោកគ្រូនេះលោកគ្រូមានអារម្មណ៍ថាសោកស្ដាយមែនទែនដោយសារតែទាំងអស់គ្នាបានដាក់គុណអក្សរតូចពេកបាន Sutify នៅសងខាងហើយចំណងជើងគឺទាំងអស់នេះបានបន្លិចអក្សរខ្មែរមូលឡាយទេពីគុណអក្សរដូចគ្នាទាំងអស់អញ្ចឹងមាន3ចំណុចដែលលោកគ្រូចាប់អារម្មណ៍អក្សរតូចពេកបន្តទៅទៀតគុណអក្សរចំណងជើងមួយហ្នឹងគឺអត់បានប្រើបន្លិចខ្មែរមូលឡាយទេនៅក្នុងការរៀបចំសភៅដើម្បីមានភាពទាក់ទាញតែយើងប្រើចំណងជើងខ្មែរមូលឡាយណាហើយយើងបាន Sutify សងខាងណាចំពោះខ្លឹមសារនៃការបកប្រែក្រុមនេះក៏រៀបបានដែរដោយសារតែខ្លឹមសារគឺយើងនិយាយរឿងអក្សរសិល្ប៍អញ្ចឹងពាក្យពេចន៍មួយចំនួនយើងអត់ទាន់អាចបកប្រែបានទេដូចជាពាក្យរីមឬក៏រីតតិចអីនេះវាទៅទៅនឹងកណ្ដាប់ចម្រៀងដល់តែយើងស្រាវជ្រាវរឿងលំអិនបន្តិចបានយើងអាចបកប្រែពាក្យស័ព្ទទៅជាកស័ព្ទនៅក្នុងនឹងបានយល់ទេតារាចឹងខ្លឹមសារបកប្រែតែក្រុមបានបកប្រែបើលោកគ្រូមើលជារួមទៅបានប្រហែលជា 65% ទេឥឡូវយើងចាប់ផ្ដើមដល់សមាជិកក្រុមមួយ personal តែម្ដងទី1តាក់ទងពិសីពិសីយើងទៅដែរសម្រាប់ពិសីលោកគ្រូស្ដាប់ពិសីឡើងពេលសិនគាត់និយាយបានព្រោះគាត់លើកដាក់សម្លេងបានល្អមានកម្លុះកម្លាចេះប្រើឃ្លាបចប់សេចក្តីបញ្យលគឺប្រទេសកន្លែងនិយាយទៅគឺគាត់ professional តែម្ដងទៀតទៅនឹងការឡើងពេលហ្នឹងទោះបីជាកន្លែងខ្លះលោកគ្រូស្ដាប់មិនយល់ក៏ដោយតែយើងស្ដាប់គាត់ទៅជួយចិត្តទៅទៀតថាពេលខ្លះទៅគាត់យល់នៅអ្វីដែលគាត់យល់គេខុសពីអ្វីដែលយើងយល់តែអានឹងជាអ្វីដែលគ្រូចង់បែបណាគេបន្តមកទៀតនប់មុនដែលគេសេខួយអូខេនប់សំឡេងលឺល្អមានថាមពលហើយសំឡេងរបស់មនុស្សប្រុសភាគច្រើនគឺយើងអត់និយាយខ្សឹបទេបាទមានការពន្យល់តែអ្វីដែលលោកគ្រូចាប់អារម្មណ៍នប់គឺ confident ហើយនឹងដូចយើងមានពេលវាតាក់ទឹកយើងជួនគុណជួនកាលវាអាចជាធម្មជាតិរបស់យើងដល់នេះយល់ទេធម្មជាតិចំណុចធម្មជាតិនេះវាជាចំណុចខ្សោយរបស់យើងតែម្ដងណាមានន័យថាឲ្យតែពេលឡើងនិយាយទៅចាប់ផ្ដើមបន្ទងគ្នានៅក្នុងហ្នឹងណាចឹងសម្រាប់គ្នាយើងមិនចំនួនដែលលោកគ្រូបានប្រាប់ពីចំណុចខ្សោយឬចំណុចខ្វះខាតសូមជាយាមកែអាហ្នឹងបើអ្នកទាំងអស់គ្នាកែអាហ្នឹងបានគឺល្អជាយាមកែខ្លួនឯងណាដល់ពេលរៀនគៀងចំណុចខ្លះទៅមានអារម្មណ៍ថាយើងរៀនតឹងចិត្តដែរអ្នកដែលស្ដាប់ការ present ហ្នឹងណាបន្តទៀតសេខួយអូខេយើងទៅដែរសម្រាប់សេខួយគាត់ជាប្រធានថ្នាក់ឯកការនិយាយរបស់គាត់ទី1គឺគាត់ណែនាំក្រុមបានល្អ introduction របស់គាត់នឹងបានល្អហើយការនិយាយក៏មានភាពទាក់កន្លែងចេះ review លើកដាក់សម្លេងឃ្លាបចុះសេចក្តីគឺ smooth ប៉ុន្តែអ្វីដែលលោកគ្រូចាប់អារម្មណ៍គឺគួរទទួលខុសត្រូវលើ slide ច្រើនចំណុចពេកដល់ពេលទទួលខុសត្រូវ slide ច្រើនចំណុចទៅគាត់ចាប់ផ្ដើមខ្សោយថាមពលពេលចុងក្រោយអត់ទេយល់ទេពេលណាដែលយើងទទួលខុសត្រូវច្រើនរៀងវែងពេកទៅការនិយាយរបស់យើងចាប់ផ្ដើមសាបហើយថាមពលបើយើងទៅចាប់ផ្ដើមដោនធ្លាក់តិចឡើងដល់ពេលចឹងធ្វើឲ្យការនិយាយរបស់យើងចាប់ផ្ដើមថយឥទ្ធិពលគេហៅ affection របស់យើងនឹងគឺចាប់ផ្ដើមថយឡើងអូខេតទៀតសៀវមានអូខេយើងត្រូវសម្រាប់សៀវមានយើងនៅពួកគាត់គឺសិតតែជា star superstar នៅក្នុងថ្នាក់ដែរ
ចឹងហើយការនិយាយគឺសំឡេងលះមានធម្មពលប្រតិកាលាមានកាយវិការគាត់ចេះ review ចំណុចឆ្លុះបញ្ចាំងបានល្អធានបទមានន័យថាគាត់ជាយាមយ៉ាងណាក៏គាត់អត់ភ្លេចប្រធានបទរបស់គាត់ភាសាវិទ្យាអសរសិល្ប៍យ៉ាងហើយការបញ្យល់គាត់នៅតែទាញទៅរកធានបទណាកុំឲ្យយើងថានិយាយស្ដាប់យូរទៅអីគេរឿងកណ្ដាប់ចម្រៀងចឹងអាកណ្ដាប់ចម្រៀងអីអសរសិល្ប៍ហ្នឹងក៏វាទាញទៅរកនៅក្នុងភាសាវិទ្យាដែរហើយដោយសារសិមានចំណុចរបស់គាត់សំលំងគាត់អត់វែងច្រើនដូចអាខូចទេអញ្ចឹងគឺគាត់អាច control បាននៅក្នុងហ្នឹងតែលោកគ្រូមើលទៅដូចអត់មានអីខ្វះទេសម្រាប់មានទេអត់កន្លែងហ្នឹងទេតទៀតស៊ីងទេស៊ីងលោកគ្រូរៀនបញ្ញាអារម្មណ៍មួយស៊ីងគាត់មានអារម្មណ៍វិជ្ជមានជាមួយចំណុចរបស់គាត់តាំងពីចាប់ផ្ដើមគាត់គិតថាចំណុចរបស់គាត់ពិបាកយ៉ាងឡេះបងប្អូនតែយើងនិយាយពាក្យពិបាកប្រាប់ខ្លួនឯងភ្លាមច្បាស់ជាទាញយើងទៅធ្វើរឿងនេះបានល្អទេឥឡូវគេចឹងស៊ីងគាត់បន្តិចតែពាក្យចំណុចរបស់ខ្ញុំពិបាកខ្ញុំអត់យល់ចំណុចរបស់ខ្ញុំអត់យល់អានេះហើយបើច្បាប់ចិត្តវិទ្យាវិញហ្នឹងគឺនឹងទាញយើងទៅតែម្ដងនឹងធ្វើឲ្យយើងអត់លះទេធ្វើឲ្យការនិយាយរបស់យើងនឹងគឺនឹងចាប់ផ្ដើមរៀនស្ទាក់ស្ទើរខ្លួនឯងស្ទាក់ស្ទើរអញ្ចឹងតាមចិត្តវិទ្យានេះប្រៀបដូចជាបល័យដែរបើសិនអ្នកទាំងអស់នេះចេញមកប្រាប់ខ្លួនឯងថាពិបាកខ្លួនឯងអត់ទៅយល់ហើយគឺទៅហើយទាញទៅតែព្រមតែម្ដងអញ្ចឹងណាយើងដែលស្ដាប់អារម្មណ៍លើចិត្តរបស់យើងចាប់ផ្ដើមទាញទៅតែស៊ីងក៏ព្យាយាមសម្លេងមកគាត់មានថាពលគាត់ព្យាយាមបញ្យល់អីនៅក្នុងនឹងច្រើនដែរប៉ុន្តែអ្វីដែលធ្វើអារម្មណ៍លើចិត្តរបស់យើងតូនទៅតាមគាត់គឺគាត់បន្តិចតែពាក្យពីរទេពិបាកហើយក៏អាចយល់គេពិបាកអត់យល់ឡើយនេះពីទៅជាមួយនឹងចិត្តព្យាយាមបើសិនជាអ្នកទាំងអស់គ្នាធ្វើកិច្ចការអីមួយសូមព្យាយាមគិតវិជ្ជមានជាមុនសិនជប់គិតវិជ្ជមានហើយនឹងទាញអារម្មណ៍ទាំងយើងទាំងអ្នកស្ដាប់ទៅជាមួយគ្នាដែរយល់ទេស៊ីងលេងហ្នឹងគេសំខាន់តែស៊ីងក៏បានព្យាយាមបានឲ្យច្រើនដែរយើងទៅដែរសម្រាប់ស៊ីងមួយសុឈិនសំឡេងលឺទេមានការបញ្យល់តែលោកគ្រូមានអារម្មណ៍ថាឈិនក៏រៀនស្រៀងណុកដែរគាត់រៀន API គ្រូរៀន API ឡើយហ្នឹងគេកន្លែងហ្នឹងគេតែគាត់ថាយើងបានព្យាយាមប្រើ style នៅក្នុងការបញ្យល់តែលោកគ្រូជឿប្រធានបទនេះសម្រាប់មុខវិជ្ជានេះអត់មានអ្នកណាលើកខ្វះគ្នាប្រមាណទេនៅក្នុងតាបយើងថាក្រុមទី1ទី2 3 4 5 6គឺដោយសារយើងនៅក្នុងកម្រិតមួយគ្នានៅក្នុងសូនជាមួយគ្នាអញ្ចឹងហើយអត់លើកខ្វះគ្នាអីខ្លាំងលើសលុបពេកទេយល់ទេលោកគ្រូឯងໄວតម្លៃបានថាសមត្ថភាពរបស់យើងគឺវាដូចជាមួយរៀបដៃដែលគេនៅម្ដងប្រសងគ្នានៅក្នុងហ្នឹងលោកគ្រូចង់បានកលេចហ្នឹងណាគឺគេមានថាយើងមានសិទ្ធិបញ្ចេញសមត្ថភាពបង្ហាញសមត្ថភាពដូចគ្នាអង់គ្លេសដូចគ្នាណាគេតទៀតដារាវីអូខេយើងទៅដែរសម្រាប់ដារាវីដារាវីក៏លោកគ្រូស្ដាប់សំឡេងគាត់មានកលុកកលាក់មានធម្មពលការនិយាយមានកលុកកលាក់ឲ្យចេះ review បញ្យល់គាត់ថាចំណុចខ្លះគាត់ក៏ប្រហែលជាអត់យល់ខ្លួនឯងដែរហ្នឹងកន្លែងហ្នឹងបាន fake សំដែងកន្លែងហ្នឹងដែរគេកន្លែងហ្នឹងចុងក្រោយគឺដេគុណសុផាលីដាទេសំឡេងដេគុណមកគួរហើយដេគុណក៏ជាយើងបញ្យល់មានអន្តរកម្មមួយ slide តែដេគុណទទួលខុសត្រូវចំណុចតិចជាងគេបាទជារួមឃើញក្រុមតាមទីគ្នាបានល្អគ្រប់គ្រងជ្រោយកន្លែងហ្នឹងទេពោហើយក្នុងការធ្វើការងារក្រុមដល់លោកគ្រូនិយាយថាលោកគ្រូនៅតែជឿលើច្បាប់ទ្រង់ទាយហើយនឹងចិត្តវិទ្យាបើសិនជានៅក្នុងក្រុមមានសមាជិកឬក៏កាពីតានក្រុមណាម្នាក់ដែលគាត់មានធម៌ពលខ្លាំងគាត់នឹងអូសទាញយើងទៅបានជាមួយហើយធ្វើបានជាយាមធ្វើឲ្យបានល្អច្រើនតែបើសិនជានៅក្នុងក្រុមអត់មានអ្នកបកគោរឹងមួយដែលវិជ្ជមានរឹកទៅទាញលិចកើតជើងមុំទាញទៅយកគ្នាបានទៅកន្លែងហ្នឹងយើងជាយើងផ្ដល់អារម្មណ៍វិជ្ជមានលេងហ្នឹងណាគឺអ្នកនរនឹងនៅមានរឿងជាច្រើនទៀតដែលយើងត្រូវធ្វើឬយើងរៀនអញ្ចឹងអានេះគ្រូបាក់គួរចោលយើងត្រូវមានការប្រឡងវិជ័យអីច្រើនណាស់ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាប្រើធម៌ពលរបស់ខ្លួនឯងត្រូវស្អីក៏បានដែរធ្វើអីក៏សម្រេចដែរតែខ្លាចតែយើងនឹងតម្រង់អាធម៌ពលដល់ចិត្តយើងអត់ត្រូវលេងហ្នឹងចេះរៀនយូរទៅគ្រូនឹងទៅប្រាប់ជឿលើធម៌ពលដល់ចិត្តហ្នឹងលេងហ្នឹងអូខេអរគុណច្រើនអញ្ចឹងសម្រាប់ក្រុមទី5គឺលោកគ្រូរ៉ាឲ្យ17លើ20នេះទេអូ my god អញ្ចឹងសូមចំណាប់អារម្មណ៍ចុងក្រោយ